គឺខំតែតាមរកឃុំបែរទៅជួបអ៊ូម៉ាល់វិញហ្នឹងហើយមានពេលទំនេរខ្ញុំនឹងមកធ្វើវីដេអូយកអ៊ូម៉ាល់នេះម្ដងទៀតបាទព្រោះថាវានៅឆ្ងាយហើយឧបករណ៍យើងអត់គ្រប់គ្រាន់ដោយសារក្រុមការងារយើងអត់មកគឺខ្ញុំម្នាក់ឯងយើងទៅក្បែរវែមបាញ់វិញថតគៀកពេកឲ្យបងប្អូនមើលឥឡូវចំកមួយចេញឈាមហើយនេះមើលបងប្អូនឈាមហើយបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះចូលព្រៃរកឃ្មុំទៀតហើយថ្ងៃនេះក្រុមការងារយើងអត់បានមកទេគឺថ្ងៃនេះគឺខ្ញុំមកតែម្នាក់ឯងទេដោយសារក្រុមការងារយើងរវល់អស់ហើយបាទដោយសារតែយូរចេញវីដេអូពេកថ្ងៃនេះសុខចិត្តលំបាកមកម្នាក់ឯងចូលព្រៃដើម្បីផលិតជាវីដេអូថ្មីជូនបងប្អូនទស្សនាប៉ុន្តែមិនដឹងថាវាមានឃ្មុំឬអត់ទេតិចទៀតនឹងដឹងនឹងអស់គ្នាបាទនេះជាដើមរំដួលបងប្អូនហើយដើមរំដួលនេះហើយដើមរំដួលហ្នឹងហើយចាំមើលតាមដានទៅមុខទៀតបងប្អូនតើវាមានមុំដែរឬអត់ស្មុកស្មាញមែនតើហើយក្នុងព្រៃនេះនេះមកដល់ក្នុងព្រៃហើយបងប្អូនទាំងអស់គ្នាចង់និយាយថាក្រុមការងារយើងរវល់អស់ហើយនៅសល់តែខ្ញុំម្នាក់ឯងឆ្លៀតទំនេរក៏ឆ្លៀតធ្វើជាវីដេអូដើម្បីឲ្យបងប្អូនមើលវីដេអូថ្មីរបស់ក្រុមការងារយើងសូមជម្រាបដល់បងប្អូនអរគ្នាកាលពីឆ្នាំទៅគឺព្រួតវានៅក្នុងនេះឥឡូវឆ្នាំនេះយើងមករកវាគឺវាឈប់នៅហើយហ្នឹងហើយនៅក្រោមដើមគេហៅដើមរកានេះហៅដើមរកានេះជាមួយនឹងដង្កូវមិនដឹងជាដង្កូវអីទេបាទបងប្អូនខំតាមរកឃ្មុំពេញមួយព្រឹកម្នាក់ឯងតើចាយដល់នេះជួបសបុកអ៊ូម៉ាល់វិញបាទនោះកន្លែងនោះណាតោះចូលមើលអស់គ្នាប៉ុន្តែយើងមិនអាចយកវាបានទេដោយសារយើងមិនបានយកឧបករណ៍មកគ្រប់គ្រាន់សម្រាប់ការយកវាទេហ្នឹងហើយនោះបងប្អូននោះជាមួយនឹងសបុកអ៊ូម៉ាល់ខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅវាអគាកបន្តិចជាមួយនឹងសបុកអ៊ូម៉ាល់គឺសង្ស័យដេញរត់អត់តាន់ទេនេះគឺវាគួរសមដែរបងប្អូន
គេខំតែតាមរកឃ្មុំបែរទៅជួបអ៊ូម៉ាល់វិញហ្នឹងហើយមានពេលទំនេរខ្ញុំនឹងមកធ្វើវីដេអូយកអ៊ូម៉ាល់នេះម្ដងទៀតបាទព្រោះថាវានៅឆ្ងាយហើយឧបករណ៍យើងអត់គ្រប់គ្រាន់ដោយសារក្រុមការងារយើងអត់មកគឺខ្ញុំម្នាក់ឯងបាទអរគុណហើយបើចង់មើលវីដេអូដែលយកអ៊ូម៉ាល់បងប្អូនកុំភ្លេច follow page ឲ្យម្នាក់មួយផងបងប្អូន like page ឲ្យម្នាក់មួយនឹងជួយ share គ្រប់គ្នាផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីបាទខ្ញុំអត់ហ៊ាននៅយូរដែរទេខ្លាចវាដេញនេះបងប្អូនចំកមួយបងប្អូននេះយើងទៅក្បែរវាបាញ់វិញថតគៀកពេកឲ្យបងប្អូនមើលឥឡូវចំកមួយចេញឈាមហើយនេះមើលបងប្អូនឈាមហើយអត់បានទេអានេះគឺវាកាច់ប៉ុន្តែអីទៅយើងមិនត្រូវខឹងវាទេដោយសារតែយើងទៅអុកលុកវាមុនទេហ្នឹងហើយទៅវាយប្រហាយើងមួយចឹងអត់អីទេប្រៀបដូចជាការទៅរុករៀនវាមុនទេហ្នឹងហើយបងប្អូនបន្តដំណើរទៅខាងមុខទៀតក្រែងលោកបានជួបឃ្មុំមួយសបុកអីបងប្អូនតោះអូខេ let's go បាទបងប្អូនក្រោយពីរកក្នុងព្រៃអស់រយៈពេលប្រហែលជាមួយព្រឹកធំគឺយើងបានឃើញតែឃ្មុំផ្លិតទេនេះឥឡូវយើងឃើញហើយនេះបងប្អូនចាស់ហើយឃ្មុំផ្លិតនេះបើអញ្ចឹងកុំឲ្យខាតពេលយូរតោះចាប់យកតែម្ដងនេះចាស់អស់ទៅហើយគឺអត់មានអីហូបទេវ៉ាវចាស់តិចហើយបងប្អូនអត់មានអីទៀតទេរត់តែហូបក៏ហូបមិនបានដែរចាស់អស់តែម្ដង$0ទៀតហើយថ្ងៃនេះបាទបងប្អូនក្រោយពីយកអាមួយសបុកអំបាញ់មិញវាអត់មានទឹកហើយឥឡូវយើងបានឃើញមួយទៀតដែរប៉ុន្តែវាចាស់ដូចតែគ្នាបងប្អូននេះគឺចាស់ដូចតែគ្នាទេបើចឹងយើងអត់បានយកវាទេចំណែកកន្លែងនេះកន្លែងសបុកចាស់របស់វាធ្លាប់នៅកន្លែងនេះហ្នឹងហើយគឺ$0ហើយចាស់អស់លីងរៀបលាបងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយកុំភ្លេចនឹង share ម្នាក់មួយផងណាបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីអរគុណ